ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងនៅលើទីផ្សារអន្តរជាតិរាជរដ្ឋាភិបាលបានសម្រេចវិធានការចាំបាច់មួយចំនួនដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋវិធានការទាំងនោះរួមមានទី1បន្តបញ្ចុះតម្លៃប្រេងចំនួន 6.5 សេនដុល្លារក្នុង1លីត្រដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលទៅលើតម្លៃប្រេងឥន្ធនៈដើម្បីបន្ធូរបន្ទុករបស់ប្រជាពលរដ្ឋទី2បន្តបញ្ចុះតម្លៃ1សេនដុល្លារបន្ថែមទៀតក្នុង1លីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី$90ក្នុង1បារ៉ែលនិងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី$100ក្នុង1បារ៉ែលទី3បញ្ចុះពន្ធគយដល់0ពលគឺរដ្ឋមិនយកពន្ធប្រេងតែម្ដង4បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតដល់$0និងបញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី 4% ដល់ 0% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិងម៉ាស៊ូតពី 10% មកត្រឹមតែ 4% ប៉ុណ្ណោះដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែម 6% ដែលត្រូវកាត់ចេញសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធបន្តតាមដានស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិដោយយកចិត្តទុកដាក់បំផុតដើម្បីពិនិត្យលទ្ធភាពជាក់ស្ដែងដាក់ចេញវិធានការអន្តរាគមន៍បន្ថែមឲ្យទាន់ពេលវេលានៅក្នុងករណីចាំបាច់